បរោះនោះបានទៅដល់កោះមួយដែលពោពេញទៅដោយស្ត្រីដោយចៃដន្យពេលគាត់ភ្ញាក់ពីដំណេកគាត់ត្រូវបានហុំព័ទ្ធដោយនារីស្រស់ស្អាតនិងសេកស៊ីវាក៏ជាលើកដំបូងផងដែរដែលពួកគេបានឃើញបរោះពិតម្នាក់ដែលមានជីវិតម្ចាស់ក្ត្រីមានចិត្តចង់បានម៉ៃកយ៉ាងខ្លាំងហើយបានអង្វរគាត់ឲ្យស្នាក់នៅលើកោះនោះប្រសិនបើគាត់សុខចិត្តស្នាក់នៅស្ត្រីទាំងអស់នៅលើកោះនឹងក្លាយជាភរិយារបស់គាត់ឬដូច្នោះម៉ៃករំភើបចិត្តខ្លាំងណាស់រហូតសន្លប់នៅនឹងកន្លែងម្ចាស់ក្ត្រីសម្លឹងមើលបរិសសង្ហាម្នាក់នេះរួចបញ្ជាឲ្យប្រជាជនរបស់នាងដឹកគាត់ត្រឡប់ទៅព្រះរាជវាំងវិញហើយដូចនោះម៉ៃកបានស្នាក់នៅលើកោះនោះដោយទទួលភារកិច្ចជាស្វាមីជារៀងរាល់ថ្ងៃម្ចាស់ក្ត្រីនឹងលាបថ្នាំពិសេសមួយលើគាត់ជារៀងរាល់ថ្ងៃដោយប្រាប់គាត់ថាប្រសិនបើគាត់បន្តប្រើវាគាត់នឹងកាន់តែមានកម្លាំងខ្លាំងឡើងខណៈពេលដែលម៉ៃករស់នៅទីនោះម្ចាស់ក្ត្រីបានចាប់ផ្ដើមកត់សម្គាល់ឃើញថាស្បែករបស់នាងកាន់តែក្មេងជាងវ័យដូច្នេះនៅពេលណាដែលស្ត្រីនៅលើកោះមានពេលទំនេរពួកគេនឹងមករកម៉ៃកយូរទៅគាត់ចាប់ផ្ដើមធុញទ្រាន់នឹងជីវិតបែបនោះគាត់បានធ្វើដំណើរទៅកាន់ច្រាំងដោយរងចាំដោយអត់ធ្មត់ឲ្យទូកមួយឆ្លងកាត់មិនយូរប៉ុន្មានទូកមួយក៏មកដល់ម៉ៃកបានលួចចេញពីកោះកូនស្រីដោយស្ងាត់ហើយដើរតាមទូកទៅកាន់កោះដាច់ស្រយាលមួយទៀតប៉ុន្តែមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីនៅលើឆ្នេរគាត់បានប្រទះឃើញស្នាមជើងដ៏ធំមួយក្រោយមកពួកគេបានរកឃើញរូងភ្នំមួយហើយនៅខាងក្នុងមានពូថៅដ៏ធំមួយបូករួមទាំងអាហារជាច្រើនតោនពេលដែលពួកគេញ៉ាំអាហាររួចភ្លាមចម្លងដោយ TurboScribe ចូលទៅកាន់ Unlimited ដើម្បីលុបសារនេះ